Trong nơi chụp phúc phí chúng tôi phúc bấy mình khơi bị kho với đại kho của mũi dây là phí ca sang xong asana alter sang xong asana សម្រាប់ជាទីថ្វាយយ៉ាងមួយទៀតដែរពុទ្ធសម័យមុនជនជាតិអ៊ីស្រាអែលទៅថ្វាយយ៉ាងមួយជាថ្វាយគ្រឿងយ៉ាងមួយជាទៅព្រះដើម្បីឲ្យព្រះអង្គបានប្រទានពរដល់ពួកគេបងប្អូននឹងការថ្វាយយ៉ាងមួយជាសម័យអ៊ីស្រាអែលមានអ្នកដែលទទួលខុសត្រូវសាងអ្នកដែលទទួលខុសត្រូវក្នុងការរៀបដង្វាយសាងដង្វាយដល់ថ្វាយព្រះយេហូវ៉ាគឺពួកណាគេនេះពួកលេវីជាសង្ឃជាពួកសង្ឃពួកលេវីនោះគឺជាអ្នកដែលរៀបចំពិធីផ្សេងសម្រាប់ថ្វាយយ៉ាងដូចជាដល់ព្រះអញ្ចឹងនៅពេលដែលហោរាហាអេសរ៉ានៅមានអ៊ីស្រាអែលមកជំពីគាត់ថាមានអ្នកណាខ្លះមានគេមានសំដៅគឺគេបានថ្វាយមានទាំងពាន់ប្រាប់សម្លៀកបំពាក់100សម្រាប់ពួកសង្ឃពួកលេវីពួកជនអ្នកចម្រៀងពួកអ្នកឆ្មាំទ្វាហើយពួកអ្នកខាងនេះគឺពួកអ្នកសម្អាតអ្នកសែងសម្ភារៈដើម្បីរៀបចំពិធីបុណ្យថ្វាយព្រះដូច្នេះហើយនៅពេលដែលមកដល់ចំពុក3ខែអាសត់គឺជាខែទី7ខែ7អាសត់នឹងគឺខែ7អាសាមីបកគុណចែកអាសាស្រាផលបត់អាសត់ខែ7ខែ9មៀកបោះមៀកបកូនចែកអាសាស្រាផលបត់អាសត់ខែ9នេះខែ7 The seven of man came to the Israelites settled the town 7ចុះខែទី7លុះដល់ខែអាសត់ស្កៅខំខែអាសត់គេរាប់មិនខែខ្មែរមៀកបោះមៀកបកូនមៀកបោះបគុណចែកអាសាស្រាផលបត់អាសត់ត្រូវហើយ8ខែទី8ខែទីដូច្នេះខ្មែរខែស្ទូខែអ៊ីស្រាអែលនិងខែយើងខុសគ្នាបន្តិចតួចបាទអញ្ចឹងណាដូច្នេះខែទី7ខែអាសត់យើងជនជាតិអ៊ីស្រាអែលទាំងអស់ដែលមកពីទីក្រុងបាប៊ីឡូនមកធ្វើអីគេមកដាក់រឹសជញ្ជាំងពីហៀក្រុងយេរូសាឡិមប៉ុន្តែបងប្អូនចាប់តាំងពីដាក់រឹសជញ្ជាំងពីវិហារក្រុងយេរូសាឡិមតាំងពីថ្ងៃគម្ពីរអីគេដែលយើងអានថ្ងៃមុនគម្ពីរមហាកាយហេតុផលដែលជនជាតិអ៊ីស្រាអែលមិនអាចទទួលប្រពោពីបានដោយសារគេអត់បានទៅខុសត្រូវក្នុងការរៀបចំសាងសង់វិហារប៉ុន្តែហាកាយគណនាថាចាប់ពីថ្ងៃដាក់គ្រឹះថ្ងៃណាចាប់ពីថ្ងៃហ្នឹងទៅព្រះអង្គនឹងឲ្យពរមកមានន័យអញ្ចឹងនៅក្នុងខែទី7នេះគឺជនជាតិចាប់ដល់ដាក់គ្រឹះសាងសង់មកតែគម្ពីរប្រថាសាងសង់កំផែងក្រុងយេរូសាឡិមអស់រយៈពេលតែ52ថ្ងៃអស្ចារ្យមែនតើបងប្អូនដូច្នេះយើងឃើញមានចវាយខេតឈ្មោះចវាយខេតសេរូបាបែលហើយសង់យេស៊ូដើម្បីរៀបចំធ្វើពិធីនៅក្នុងខ2នៅគ្រានេះយេស៊ូជាកូនយូសាដាក់ដល់ជាសង្ឃនិងបងប្អូននិងយេសាបែលសេរូបាបែលជាកូនសាលធៀលហើយនិងបងប្អូនទាំងអស់នាំគ្នាស្អាងអាសនាចាប់ដើមដាក់គ្រឹះជញ្ជាំងដើម្បីនឹងរៀបចំពិធីសាងសង់កំផែងក្រុងយេរូសាឡិមវិញដូច្នេះមុននឹងចាប់ដើមធ្វើអាហ្នឹងគេត្រូវរៀបចំតង្វាយដុតបងប្អូននឹងតង្វាយដុតសម័យយើងស្អីគេអត់តង្វាយដុតយើងបច្ចុប្បន្ននេះគឺការថ្វាយបង្គំការថ្វាយបង្គំស្មើនឹងការថ្វាយយ៉ាញ់បូជាសម័យសញ្ញាចាស់អញ្ចឹងនៅក្នុងខបន្ទាប់ខ្ញុំប្រាប់អានតទៀតថានៅក្នុងខ2ដើម្បីនឹងដាក់តង្វាយដុតតាមតែកំណត់កត់ទុកក្នុងក្រឹតវិន័យរបស់លោកម៉ូសេជាអ្នកសំណប់របស់ព្រះអញ្ចឹងលោកម៉ូសេទទួលបញ្ញត្តិពីព្រះមកអប់រំជនជាតិអ៊ីស្រាអែលដើម្បីឲ្យអ៊ីស្រាអែលធ្វើតាមផ្លូវរបស់ព្រះហើយអ៊ីស្រាអែលត្រូវតែធ្វើតាមហើយនៅក្នុងខ3គេដាក់អាសនៈនោះលើជើងកំណល់ពីព្រោះគេមានសេចក្តីភ័យខ្លាចនឹងអ្នកស្រុកនោះហើយដង្វាយដុតខ3ហើយដង្វាយដុតដល់ព្រះយេហូវ៉ានៅលើអាសនៈនោះឯដង្វាយដុតទាំងនោះតាំងពីព្រលឹមរហូតដល់ល្ងាចមានន័យថាគេថ្វាយបង្គំព្រះអង្គតាំងពីព្រលឹមរហូតដល់ព្រលប់
មានថាគេថ្វាយអញបូជាយើងថាម៉េចថ្វាយអញបូជាបច្ចុប្បន្នការថ្វាយអង្គមព្រះអញ្ចឹងមានពេលខ្លះយើងមកថ្វាយអង្គមយើងរវល់មែនតើយើងអត់មានអារម្មណ៍នឹងផ្ដោតទៅរកព្រះទោះបីយើងព្រះអង្គឲ្យយើង6ថ្ងៃហើយក៏ដោយអាឆ្លៀតមកថ្វាយអង្គមហ្នឹងមានឆ្លៀតអ្នកដែលខលមកឆ្លៀតឯសាមកជួបបតិជនជួបនេះជួបនោះដូចខំជាដើមខំអីដែរហ្នឹងភាគត្រាដូចគ្នាភាគត្រាក្រកតាំងពីព្រឹកទៅឥឡូវ$60គាត់ប្រាប់ថាលោកគ្រូខ្ញុំរាំងឲ្យឈប់ទៅមកឲ្យតែងាទឹកពួកអីគាត់ខំប្រឹងថាជប់មុតជប់កគេហើយបាន$60តែឥឡូវអត់ទាន់បានលុយទៀតតាំងពីថ្ងៃនោះខ្ញុំអត់ឲ្យខ្ញុំអត់ឲ្យខ្ញុំអត់ដែរអត់ទេយើងអត់លុយវាមានខ្ញុំវាមានលុយប្រភេទលុយផ្សេងអញ្ចឹងមានកន្លែងដាក់អូខេដូច្នេះនៅចំពុក1ខចំពុក3ខ1និងខ6គឺពិធីដែលរៀបចំដើម្បីមុននឹងដាក់គ្រឹះជើងថ្វាយសាងសង់ពិធីក្រុងយេរូសាឡឹមគេទៅតែថ្វាយយ៉ាញ់បូជាលួសបាបដើម្បីឲ្យព្រះអង្គបានទានការអបាបគេព្រះអង្គទានការអត់ទុបាបគេប៉ុន្តែដូចគ្នាដែរនៅពេលយើងញ៉ាំទឹកមកថ្វាយអង្គមព្រះអង្គគ្រប់គ្នាមកថ្វាយអង្គមព្រះអង្គមកជាងសាររំកើងព្រះអង្គហើយស្ដាប់ព្រះបន្ទូលរបស់ព្រះប៉ុន្តែនៅក្នុងសម័យសញ្ញាចាស់អ្នកដែលនាំព្រះបន្ទូលព្រះអង្គលើកទឹកចិត្តនោះគឺសង្ឃហើយនិងពួកលេវីអ្នកដែលបកស្រាយខគម្ពីរជូនបណ្ដាជនបងប្អូននៅក្នុងខ6ថេតខ6គេចាប់តាំងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាគឺថ្ងៃដំបូងក្នុងខែអាសត់តែជើងជញ្ជាំងរបស់ព្រះវិហារនៃព្រះយេហូវ៉ាមិនទាន់បានដាក់នៅឡើយអូខេដូច្នេះគេរៀបចំពិធីថ្វាយយ៉ាញ់បូជាសិនដើម្បីព្រះអង្គប្រទានការទៅបាបឲ្យដូចគ្នាដែរនៅពេលយើងចាប់ដើមមុនរៀនកាពីយើងទៅគេយើងនឹងច្រៀងមែនទេមានការអានកាពីបងប្អូនខ្ញុំមិនដឹងថាយ៉ាងម៉េចទេសម្រាប់បងប្អូនដែលបានរៀនកាពីរាល់ថ្ងៃត្រូវតែរក្សាចិត្តឲ្យបានស្អាតនៅពេលដែលនរណាម្នាក់ឡើងអានខកាពីមិនថាថេតមិនថាចត្រាមិនថាអ្នកណាក៏ដោយដែលឡើងអានខកាពីពេលដែលអានខកាពីសូមព្យាយាមដាក់តិចដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះស្មើនឹងការដែលយើងថ្វាយអង្គមព្រះឲ្យស្ដាប់ព្រះអង្គមានបន្ទូលមកអ្នកបម្រើព្រះអង្គសម័យមុនតាមយេហូរ៉ាមកតាមយេម៉ូសេតែព្រះអង្គមានបន្ទូលមកយើងសម័យនេះតាមរយៈព្រះគម្ពីរដដែលតែព្រះអង្គចង់យើងអានគម្ពីរដើម្បីដាស់តឿនពីសម័យមុនតម៉ូសេយកខគម្ពីរ